តំជិញតាមដានរឿង One Piece បន្តទៀតវីដេអូថ្ងៃនេះចាប់ផ្ដើមជាមួយនឹង Luffy ពេលនេះ Luffy កំពុងតែវាយដូរជាមួយនឹង Kaido ឡើងសាហាវមើលអត់ចង់តាន់ទេ They're gonna wreck the whole damn castle! លទ្ធផលនៃការប្រយុទ្ធនៅលើនោះឃើញថា Kaido ដើរចេញមកវិញដូចធម្មតាមិនដឹងថា Luffy ទៅជាយ៉ាងណាយ៉ាងនេះហើយទេហើយ Big Mom បានប្រាប់ Kaido ថាល្មមដល់ពេលឈប់លេងហើយឆាប់ចាត់ការពួកអាសត្វដ៏មីអស់នឹងចោលទៅអានទៅធ្វើការងារផ្សេងទៀតហើយ Kaido ក៏ agree តាមនឹងផងដែរប៉ុន្តែ Luffy បានលោតចូលមកវិញហើយនិយាយថាចង់ឈប់លេងមានសុំការអនុញ្ញាតពីគាត់ហើយនៅពេលឮ Luffy សម្ដីថ្លោអញ្ចឹងទាំង Big Mom ទាំង Kaido បាននាំគ្នាសម្រុកចូលទៅវាយប្រហារក្រុមរបស់ Luffy ក្នុងពេលតែមួយតែម្ដង Luffy! Antibacterial cover! I'm coming! លទ្ធផលនៃការប្រយុទ្ធនៅពេលនោះក្រុមរបស់ Luffy ដេកស្ប៉ាប់ទាំងអស់តែគ្រាន់តែស្ងល់មិនទាន់គ្រោះថ្នាក់ដល់ជីវិតទេនៅពេលនោះ Kaido ចង់ប្រហែល Luffy មុនគេកុំឲ្យប្រកែកក្អេងក្អាងពេកប៉ុន្តែ Zoro ដែលខ្លួនឯងឈរមិនចង់នឹងផងបានងើបឡើងនិយាយថាគាត់នឹងការពារ Luffy ដល់តែពេលអញ្ចឹង Kaido ក៏ចង់បញ្ជូន Zoro ទៅមុនប៉ុន្តែគួរភ្ញាក់ផ្អើលណា Luffy អាចងើបឡើងមកវិញហើយរកដំបងគាត់រួចទៀតប៉ុន្តែបណ្ដោះ Luffy ថែមទាំងឯងវាយ Kaido ឲ្យថយទៅក្រោយវិញបានថែមទៀតផងបន្តមកទៀត Luffy បានសម្រុកចូលទៅវាយដូរជាមួយនឹង Kaido ម្ដងទៀត Back it up, lady! Go get him! Conqueror of free world! Ragnarok! ខណៈពេលជាមួយគ្នា Big Mom កំពុងតែប្រយុទ្ធជាមួយ Law ហើយនឹង Kid ជាដំបូង Kid បានបង្កើតប្រអប់ដែកមួយហើយ Law បានចាប់ Zoro ដាក់ចូលទៅក្នុងនោះ Damn it! Zeus! បន្តមកទៀត Zoro ហើយនឹង Killer បានសម្រុកចូលទៅវាយប្រហារ Prometheus ហើយនឹង Napoleon យុទ្ធសាស្ត្ររបស់ពួកគេគឺចាត់ការកូនចៅខ្លាំងៗរបស់ Big Mom មុនរួចចាំចាត់ការ Big Mom តាមក្រោយនៅពេលហ្នឹង Kid បានញ៉ាំឲ្យ Big Mom លោតមកវាយគាត់ម្ដាយហើយគាត់បានប្រើដៃឆក់ចាប់ដៃ Big Mom ជាប់រួចរុញគាត់ឡើងទៅខាងលើបន្ទាប់មក Law បានរុញថ្មមកផ្ទាំងធំទៅបុកគាត់ហើយចុងក្រោយ Zoro បានស្ទុះវឹបទៅកាត់ចុងជ្រោះដើម្បីទម្លាក់ Big Mom ចូលទៅខាងក្រោមនៅពេលនេះ Big Mom វីវធំហើយព្រោះ Zeus កំពុងតែជាប់នៅក្នុងប្រអប់មិនអាចទៅជួយទ្រគាត់បានទេធ្វើឲ្យ Big Mom ត្រូវធ្លាក់ចូលទៅក្នុងទឹកសមុទ្រឃើញចឹង Prometheus ភ័យណាស់ក៏ចង់តាមទៅជួយ Big Mom ប៉ុន្តែ Zoro បានដេញតាមកាត់គាត់ជាកង់ៗរំខានគាត់រហូតនៅពេលនឹងផងដែរ Kaido ឃើញ Zoro តាមរំខាន Prometheus មិនឲ្យទៅជួយ Big Mom អញ្ចឹងគាត់ក៏ស្ទុះទៅវាយ Zoro ដែលកំពុងតែត្រូវរបួសធ្ងន់តែបានឡចូលទៅជួយ Zoro តាន់សូមរំលឹកបន្តិចថាការដែល Zoro ត្រូវរបួសធ្ងន់ហ្នឹងគឺដោយសារតែការពីវីដេអូមុនគាត់បានចូលខ្លួនទៅរង Super របស់ Big Mom ហើយនឹង Kaido ដែលបានវាយមករួមគ្នានៅទីបំផុត Prometheus បានរួចខ្លួនហើយហោះតាមទៅជួយ Big Mom វាពិតជាមិនគួរឲ្យជឿសោះ Prometheus គឺជាភ្លើងហ៊ានលោតចូលទៅក្នុងទឹកសមុទ្រប៉ុន្តែនៅទីបំផុតគាត់អាចជួយស្រោចស្រង់ Big Mom ឡើងមកខាងលើវិញបានពិតមែនបន្ទាប់មកនៅពេលដែល Prometheus ជូន Big Mom ហោះទៅកាន់កោះ Onigashima វិញ Big Mom បានអរគុណ Prometheus ហើយនឹង Napoleon ដែលបានមកជួយគាត់ប៉ុន្តែគាត់ក៏ខឹងជាមួយនឹង Zeus ខ្លាំងណាស់ដែរឆ្លៀតពេលហ្នឹង Prometheus បាននិយាយចាក់ឲ្យ Big Mom ឲ្យស្អប់ Zeus កាន់តែខ្លាំងហើយសុំ Big Mom ឲ្យបង្កើតប្រពកមួយទៀតដែលមានភេទស្រីមកធ្វើជាសង្សាររបស់គាត់កន្លែងទៅមើល Luffy វិញពេលនេះគាត់ត្រូវបាន Kaido វាយឡើងស្លាប់សភ្នែកសារជាថ្មីហើយ Kaido នៅតែមានអារម្មណ៍ថាពេលដែល Luffy ស្លាប់គឺកែវភ្នែករបស់ Luffy នឹងស្លក់ទៅកាន់គាត់ដល់ពេលអញ្ចឹង Kaido ចង់ខ្វែភ្នែករបស់ Luffy បោះចោលមុនគេនៅពេលដែលឃើញ Luffy មានគ្រោះថ្នាក់អញ្ចឹង Zoro បានប្រាប់ Law ថាគាត់នឹងប្រើក្បាច់ចុងក្រោយរបស់គាត់មួយដោយប្រើកម្លាំងទាំងអស់ដែលមាននៅក្នុងខ្លួនបើមិនជាគាត់មិនអាចចាត់ការ Kaido បានសម្រេចទេគឺគាត់នឹងត្រូវស្លាប់បន្ទាប់មក Zoro បានហៅ Kaido ឲ្យបែរប្រភ័ក្រមកគាត់ចាំគាត់ចេញក្បាច់ពិសេសឲ្យមើលក្បាច់ពិសេសចុងក្រោយរបស់ Zoro គាត់ហៅថា Asura ដែលធ្វើឲ្យគាត់មើលទៅដូចមានក្បាល3ហើយនឹងដៃ9ប៉ុន្តែសម្រាប់ Kaido ចង់ Zoro ថែមដៃ100ទៀតក៏គាត់អត់ខ្លាចដែរ
ការប្រយុទ្ធនៅពេលនោះសូរ៉ូបានកាប់ខៃដូឲ្យរបួសបាញ់ឈាមឡើងឆ្វាចប៉ុន្តែគួរឲ្យស្ដាយដោយសារតែកម្លាំងគាត់ខ្សោយកាប់ខៃដូបានរាក់ពេកមិនអាចធ្វើអីខៃដូបានទេចំណែកខៃដូវិញក៏ភ្ញាក់ផ្អើលដែរពេលដឹងថាសូរ៉ូជាប្រើ Conqueror Haki ព្រោះមានតែអ្នកចេះ Conqueror Haki ទេទើបអាចកាត់គាត់ឲ្យរបួសធំអញ្ចឹងនៅពេលនោះសូរ៉ូពិតជាអស់សង្ឃឹមណាស់តែខៃដូបែរទៅជានិយាយលើទឹកចិត្តគាត់ថាសូរ៉ូនឹងគួរតែមានមោទនភាពដែលបានកាត់គាត់ឲ្យរបួសព្រោះស្នាមរបួសនឹងវាមិនបាត់ទៅណាទេក្នុងមួយជីវិតរបស់គាត់កាលណាគាត់មើលឃើញស្នាមរបួសនឹងគាត់នឹងនឹកឃើញដល់សូរ៉ូនៅពេលនោះខៃដូបានវាត់សូរ៉ូមកដបងដោយតឹងឡទៅជាមួយផងដែរបន្ទាប់ពីបានចាត់ការក្រុមរបស់ Luffy ដួលអស់ហើយ Kaido បានចោទសម្ដីថាសោកស្ដាយណាស់ដែលមនុស្សខ្លាំងៗដែលជាក្រុមរបស់ Luffy នឹងអត់រួមដៃជាមួយនឹងគាត់គ្រប់គ្រាន់ណាស់ព្រោះមុននឹងពីរនាក់នឹងរួមដៃគ្នាជាមួយ Law ហើយនឹង Zoro វាយគាត់ទម្លាក់ទឹកនៅពេលហ្នឹង Kid ហើយនឹង Killer ធ្វើជាខ្លាចហើយរត់គេចដើម្បី Big Mom ដេញតាមវាយប្រហារគាត់កុំឲ្យ Big Mom ទៅរួមដៃជាមួយ Kaido ទៀតហើយពិតជាបានសម្រេចមែន Big Mom បានប្រើរទេះយ៉ាងសាហាវដេញវាយប្រហារពួកគេរហូតដល់ធ្លុះចូលក្នុងវសារបស់ Kaido សំឡេងផ្ទុះនោះបានលាន់ឮដល់ Usopp ហើយនឹង Nami ដែលនៅក្បែរទីនោះក្នុងពេលនេះអ៊ូសាប់និងណាមីកំពុងតែរួមដំណើរជាមួយនឹងថាម៉ាទៅកណ្ដាលប្រាសាទដើម្បីធ្វើការងារសំខាន់មួយហើយមិនយូរប៉ុន្មានភេកវ៉ាន់ក៏តាមទៅទាន់ពួកគេនៅពេលនោះអ៊ូសាប់ហើយនឹងណាមីបាននាំគ្នាបាញ់ស្ទាក់មានផ្សែងផងរន្ទះផងប៉ុន្តែភេកវ៉ាន់នៅតែអាចលោតមកតោងកតុយរបស់ឆ្កែរាជសីបានក្នុងពេលជាមួយគ្នា Kid ហើយនិង Killer ក៏ត្រូវបាន Big Mom បាញ់ខ្ទាតចូលមកក្នុងប្រាសាទផងដែរចំណែកឯ Big Mom កំពុងតែស្វែងរកពួកគាត់ទាំងពីរនៅជាន់ខាងក្រោមគោលបំណងរបស់ Kid គឺធ្វើយ៉ាងណាបំបី Big Mom ចេញពី Kaido អញ្ចឹងពួកគាត់ត្រូវតែប្រញាប់រត់ទៅតាមបញ្ឆោត Big Mom បន្តទៀតនៅតាមផ្លូវពួកគាត់បានជួបប្រទះជាមួយនឹង Hawkins ពីមុន Hawkins គឺជាសម្ព័ន្ធមិត្តរបស់ Kid ក្រោយមកគាត់ព្រមចុះចូលជាមួយនឹង Kaido ចំពោះ Kid គាត់ចាត់ទុកថា Hawkins គឺជាជនក្បត់ប៉ុន្តែ Hawkins ដោះសារថាគាត់ធ្វើតាមតែសិលឹកបៀតែប៉ុណ្ណោះនៅពេលនោះបើសិនជាគាត់ប្រឆាំងគាត់នឹងស្លាប់បន្ទាប់មក Killer បានសុំនៅទប់ទល់ជាមួយនឹង Hawkins ឲ្យ Kid ទៅបង្វែរដាន Big Mom បន្តទៀតចុះត្រឡប់ទៅមើល Luffy វិញពេលនេះ Luffy ដឹងហើយថាការដែលគាត់ត្រូវបាន Kaido វាយស្លាប់កន្លងមកគឺដោយសារតែ Kaido អាចបញ្ចូល Conqueror Haki ទៅក្នុងដំបងរបស់គាត់ជា Luffy ត្រូវចេះគិតសម្រួលអារម្មណ៍យ៉ាងណាឲ្យ Conqueror Haki របស់គាត់ចូលទៅក្នុងកណ្ដាប់ដៃរបស់គាត់ដូចគ្នាទើបអាចទប់ទល់ជាមួយនឹង Kaido បាននៅពេលនោះ Luffy បានរំលឹកពីមេរៀនដែលលោកអ៊ំ Hiyo បង្រៀនគាត់កន្លងមកហើយក៏ចាប់ផ្ដើមធ្វើតាមអ្វីដែលគាត់បានប្រាប់នៅទីបំផុតពេលដែល Kaido លោតមកវាយប្រហារគាត់ Luffy អាចប្រើដៃទប់ជាមួយនឹងដំបងរបស់ Kaido ដោយមិនបាច់ប៉ះផ្ទាល់ទេហើយនៅពេលនោះ Luffy ក៏អាចប្រើកណ្ដាប់ដៃ Conqueror Haki វាយបកទៅកាន់ Kaido វិញបានផងដែរអញ្ចឹងការប្រយុទ្ធបន្តទៀតមានសង្ឃឹមច្រើនហើយបន្ទាប់ពី Luffy បានវាយ Kaido ឲ្យស្ងល់ Law ក៏ជួយយក Zoro ចុះទៅខាងក្រោមទុកឲ្យ Luffy នៅទប់ទល់ជាមួយ Kaido តែម្នាក់ឯងចុះហើយនៅពេលនោះផងដែរ Law ក៏ចាប់យក Zeus ទៅជាមួយការពារកុំឲ្យពេល Big Mom ឡើងមកមាន Zeus ប្រើតាមទៅមើល Law បន្តិចទៀតពេលគាត់ចុះទៅដល់ខាងក្រោមចៃដន្យបានជួបជាមួយនឹង Sanji ចំណែក Zeus វិញពេលចុះទៅដល់ខាងក្រោមភ្លាមក៏គេចខ្លួនបាត់ហើយនៅពេលនោះ Law បានផ្ញើ Zoro ឲ្យ Sanji មើលចំណែកគាត់ទៅជួយ Kid ចាត់ការ Big Momត្រឡប់ទៅមើល Usopp និង Nami វិញពេលនេះពួកគាត់ទាំងពីរកំពុងតែព្យាយាមវាយ Page One ឲ្យរបូតដៃធ្លាក់ពីកតុយរបស់ឆ្កែរាជសីវិញប៉ុន្តែ Page One តោងស្អិតណាស់តើតា Usopp បន្ថយប្រើគ្រាប់ផ្ទុះទើបអាចបាញ់គាត់ឲ្យធ្លាក់បានហើយបន្ទាប់ពីបានរួចខ្លួនមិនយូរប៉ុន្មានផងពួកគេបានជួបជាមួយនឹងគ្រោះអាសន្នកាន់តែធំទៀតគឺ Big Mom No! It's Big Mom! She's gonna kill us! នៅពេលនោះថាម៉ាបានទៅរាក់ទាក់ដាក់ Big Mom ដោយធម្មតាដោយហៅគាត់ថា Olin ហើយ Big Mom ក៏នៅចាំថាម៉ាដែលជាអ្នកមានគុណរបស់គាត់ផងដែរអត់ភ្លេចទេនៅពេលនោះពួកគាត់ទាំងពីរបាននិយាយស្នេហ៍ស្នាសួរសុខទុក្ខគ្នាដោយមិត្តភក្តិដែលបានបាយគ្នាយូរ Big Mom អត់ភ្លេចទេកាលពីគាត់បាត់បង់ការចងចាំថាម៉ាហើយនឹងអ្នកភូមិកបរិយធ្វើល្អដាក់គាត់ខ្លាំងណាស់ជាពិសេសគឺ Zoro ដែលបានធ្វើស៊ុបសណ្តែកក្រហមយ៉ាងឈ្ងុយឆ្ងាញ់ឲ្យគាត់ញ៉ាំជាលើកទី1ពេលនិយាយដល់ភូមិកបរិយថាម៉ាបានទម្លាក់ទឹកមុខឲ្យប្រាប់ Big Mom ថាភូមិកបរិយត្រូវបានកូនចៅរបស់ Kaido ដុតចោលអស់ហើយអ្នកភូមិនៅក្នុងនោះក៏ត្រូវភ្លើងឆេះស្លាប់និងរបួសច្រើនអ្នកផងដែរពេលលឺអញ្ចឹង Big Mom ខឹងជាមួយនឹងកូនចៅរបស់ Kaido ណាស់ហើយចៃដន្យអីពេកវ៉ាន់ចន់ពេចង់លោតមកវាយប្រហារក្រុមរបស់ Nami ក៏ត្រូវបាន Big Mom បដាចេញមួយដើម្បីរំងាប់កំហឹងម្ដាយរបស់ Big Mom នៅពេលហ្នឹងបានធ្វើឲ្យ Page One កប់ដីអត់មានកម្រើកអីមកបន្តិចក្រោយមកទៀត Ulti បានទៅដល់ហើយពេលឃើញ Big Mom វាយប្អូនប្រុសរបស់នាងអញ្ចឹង Ulti ខឹងជាមួយ Big Mom ណាហើយក៏សម្រុកចូលទៅចំណែក Usopp ហើយនិង Nami ឆ្លៀតពេល Ulti ឆ្លោះជាមួយ Big Mom ក៏នាំគ្នារត់ប៉ុន្តែ Ulti មិនឲ្យពួកគេរត់ទៅណាទេក៏លោតទៅជល់ឆ្កែរាជសីឲ្យដួលបន្ទាប់មក Ulti នៅតែមិនទាន់អស់ចិត្តក៏ដើរទៅទាត់ឆ្កែរាជសីប្រមាណជើងទៀតហើយនៅពេលដែលថាម៉ាទៅសុំបរនាងកុំឲ្យទាត់នាងក៏ទាត់ថាម៉ាមកដៃឃើញអញ្ចឹង Nami ព្រួយបារម្ភពីថាម៉ាហើយខឹងជាមួយ Ulti ណាដែលវាយក្មេងចំណែក Big Mom ក៏ខឹងជាមួយ Ulti ដូចគ្នាហើយឆ្លៀតពេលដែល Ulti កំពុងតែទាស់សម្ដីគ្នាជាមួយនឹង Big Mom Nami ក៏ឆ្មត់ទៅសំពង Ulti មកដំបងរន្ទះព្រោះខឹងពេកនៅពេលនោះ Usopp បានហៅ Nami ឲ្យឆាប់រត់ប៉ុន្តែ Nami អត់រត់ទៅណាទេនាងចង់ចាត់ការ Ulti ចោលសិនមិនយូរប៉ុន្មាន Ulti បានងើបមកវិញហើយប្រឈមមុខជាមួយ Nami ជាធម្មតានៅពេលដែលវាយដូចតទល់អញ្ចឹង Nami ទៅអត់រួចជាមួយនឹង Ulti ទេប៉ុន្តែ Ulti ថ្លើមធំពេកហ៊ានគំរាម Big Mom ថាក្រោយពេលចាត់ការ Nami ហើយនាងនឹងចាត់ការ Big Mom ចោលម្នាក់ទៀតព្រោះ Big Mom ហ៊ានធ្វើបាបប្អូនប្រុសរបស់នាងដល់ពេលអញ្ចឹង Big Mom ខឹងក៏ប្រើកូនចៅរបស់គាត់ទាំង3រួមចូលគ្នាដាក់ Super មកក្តាំងចាត់ការ Ulti ចោល
នៅពេលហ្នឹងស៊ូក៏នៅកន្លែងហ្នឹងដែរហើយនៅពេលដែលឃើញប៊ីម៉ាំប្រើប្រពកថ្មីអញ្ចឹងគាត់ក៏កាត់ក្តីសោកសៅនៅក្នុងចិត្តពេលនោះគាត់ក៏បានកន្លែងឃើញណាមីក៏ប៉ុន្តែណាមីក៏អត់រវល់ជាមួយនឹងគាត់ផងដែរដោយសារតែស៊ូចង់សម្លាប់នាងច្រើនដងហើយក្រោយមកបន្តិចប៊ីម៉ាំបានឃើញគាត់ហើយបានប្រាប់គាត់ថាកាត់ការគាត់ចោលហើយមិនថាស៊ូខំបបប៊ីម៉ាំយ៉ាងណាក៏ប៊ីម៉ាំអត់ស្ដាប់គាត់ដែរប៉ុន្តែប៉ុណ្ណោះប៊ីម៉ាំថែមទាំងឲ្យប្រពកថ្មីរបស់គាត់ឈ្មោះហេរ៉ាទៅស៊ីស៊ូដើម្បីបន្ថែមថាមពលថែមទៀតដល់ពេលអញ្ចឹងហេរ៉ាអត់ចាំយូរទេក៏ទៅខំស៊ូក្រឹបបន្ទាប់មកប៊ីម៉ាំបានបែរមកមើលអ៊ូសបនិងណាមីវិញហើយអត់និយាយច្រើនទេគាត់បានយកថាម៉ាពីដៃរបស់អ៊ូសបទៅទុកកន្លែងមានសុវត្ថិភាពបន្ទាប់មកក៏ដេញកាប់អ៊ូសបហើយនិងណាមីនៅពេលនោះស៊ូក៏កិច្ចពីជាគោមរបស់ហេរ៉ាហើយតាមមកសុំទោសណាមីគាត់ថាការដែលគាត់ចង់ស្លាប់ណាមីកន្លងមកមិនមែនគាត់ចង់ទេគឺដោយសារតែគាត់មិនអាចល្មើសបញ្ជារបស់ប៊ីម៉ាំបានពេលនេះដោយសារតែមុនក្រោយគាត់គង់តែស្លាប់ដដែលគាត់ក៏សោកចិត្តស្លាប់ដើម្បីមិត្តភាពដោយចូលទៅតតាំងជាមួយនឹងប៊ីម៉ាំដើម្បីការពារណាមីពេលចេញពីប៉ាដំបូងមើលទៅសាហាវណាស់ប៉ុន្តែប៊ីម៉ាំប្រើតែដៃម្ខាងក៏ចាត់ការស៊ូបានទៅហើយក្រោយមកប៊ីម៉ាំបានបោះស៊ូទៅឲ្យហេរ៉ាស៊ីពេលឃើញចឹងណាមីអាណិតក៏បង្កើតដុំបពររន្ទះឲ្យស៊ូញ៉ាំដើម្បីឲ្យគាត់មានកម្លាំងហើយរត់គេចប៉ុន្តែស៊ូអត់ដឹងខ្លួនទេហើយនៅពេលនោះហេរ៉ាក៏ញ៉ាំទាំងអស់ទាំងដុំបពកហើយនឹងស៊ូបន្ទាប់មកអត់ចាំយូរទៀតទេថាម៉ាបានបបួលអ៊ូសតនឹងណាមីរត់គេចចេញពីប៊ីម៉ាំដល់ពេលអញ្ចឹងប៊ីម៉ាំក៏លែងយកយល់ថាម៉ាទៀតដែរហើយក៏ដេញចាត់ការពួកគេទាំងអស់គ្នាសំណាងណាស់ដែលពេលនោះគីតបានទៅដល់ហើយជួយការពារពួកគេបានសម្រាប់រឿងនេះផងណាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនា